គម្រោងសមភាពសម្រាប់ទាំងអស់គ្នាឬជាភាសាអង់គ្លេសហៅថា Fair for All គឺបានអនុវត្តឡើងកាលពីខែមករាឆ្នាំ2021ហើយនឹងត្រូវបិទបញ្ចប់ទៅវិញនៅក្នុងខែធ្នូឆ្នាំ2025នេះគម្រោងនេះបានអនុវត្តឡើងនៅក្នុងប្រទេសជាណាចក្រកម្ពុជាក្នុងខេត្តចំនួន6គឺខេត្តកំពតកំពង់ចាមត្បូងឃ្មុំក្រចេះស្ទឹងត្រែងនិងខេត្តរតនគិរីFair for All ជាគម្រោងសកលដែលអនុវត្តឡើងនៅក្នុង17ប្រទេសនិងតំបន់គម្រោងនេះបានទទួលមូលនិធិពីរាជរដ្ឋាភិបាលហូឡុងតាមរយៈគម្រោងអភិវឌ្ឍអន្តរជាតិដែលគ្រប់គ្រងដោយក្រសួងការបរទេសរបស់ប្រទេសហូឡុងគោលដៅជាយុទ្ធសាស្ត្ររបស់គម្រោង Fair for All នៅក្នុងប្រទេសកម្ពុជាគឺគាំទ្រអង្គការដៃគូទាំង6ដើម្បីអាចឲ្យពួកគេមានលទ្ធភាពក្នុងការចូលរួមលើកកម្ពស់ខ្សែច្រវាក់តម្លៃពាណិជ្ជកម្មដំណាំកសិឧស្សាហកម្មចេកអំបូងលឿងនិងកៅស៊ូនៅក្នុងប្រទេសកម្ពុជាយើងឲ្យមានបរិយាបន្ននិងមាននិរន្តរភាពលើសពីនេះទៅទៀតគម្រោងបានចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកម្មករការចូលរួមរបស់កសិករខ្នាតតូចនៅក្នុងការលើកកម្ពស់និងជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យកសិឧស្សាហកម្មនេះហើយយើងក៏បានលើកកម្ពស់ការយល់ដឹងជាពិសេសគឺការគោរពសិទ្ធិស្ត្រីដែលជាកម្មករដើម្បីឲ្យពួកគាត់បានទទួលនៅអត្ថប្រយោជន៍ការគាំពារសង្គមក៏ដូចជាបានទទួលនៅការគាំពារផ្សេងៗនៅក្នុងវិស័យដោយកម្មករនៅក្នុងវិស័យដទៃទៀតផងដែរគម្រោង Fair for All ណាយើងមើលទៅយើងគិតថាវាស្រួលទេក្នុងការគៀងកឬគាត់ឲ្យមកលក់រួមគ្នាណាប៉ុន្តែនៅពេលដែលយើងចុះធ្វើតទៅបានយើងដឹងថានៅពេលដែលយើងចងក្រងគាត់ជាក្រុមអ្នកខ្លះគាត់ចង់បានអាសេរីភាពលក់តែណេះលក់ទៅនោះតាមចិត្តរបស់គាត់ប៉ុន្តែអ្វីដែលយើងបានធ្វើកន្លងមកនោះដូចជាយើងបានដោះស្រាយថាយើងចាប់អ្នកណាដែលមានគំនិតប្រហាក់ប្រហែលគ្នាឲ្យគាត់ជាក្រុមហើយតមកឲ្យគាត់រៀនលក់ទៅកាន់ទីផ្សារយើងទៅតាប្រជាពលរដ្ឋគាត់អត់ទៅយល់ដឹងអំពីការងារសហគមន៍ហ្នឹងអាការលក់រួមនិងអាការលក់ឯកជនហ្នឹងគាត់អត់ទៅយល់អញ្ចឹងអ្នកដែលយល់គាត់ចូលអ្នកដែលអត់យល់គាត់អត់ចូលហើយថែមទាំងមានតិចទៀនពីខាងក្រៅញុះញង់ពីឈ្មួញឯកជនមកអញ្ចឹងមកចងក្រងជាក្រុមលក់រួមហ្នឹងមួយថ្ងៃមិនក្រោមពី10តោនទេក្នុងឃុំជាំកវៀនយើងខ្ញុំធ្វើនេះមិនប្រយោជន៍បុគ្គលនរណាម្នាក់ទេគឺប្រយោជន៍គ្រួសារក្នុងសហគមន៍ទាំងអស់ជាពិសេសជួតិចក៏ដោយច្រើនក៏ដោយឲ្យតែធ្វើទៅតាមគោលការណ៍ណែនាំរបស់ក្រុមហ៊ុនតាមគោលការណ៍ណែនាំរបស់សហគមន៍ចង់អ្នកឯងជួប5គីឡូក៏ដោយក៏តម្លៃប៉ុនគេដូចគ្នាដែរការពីមុនមកអត់ទាន់ចងក្រងជាសហគមន៍គឺការលក់ដូរមានបញ្ហាលំបាកតាមពីឈ្មោះគាត់ឲ្យតែពេលក្រោយមកបានអង្គការ ANN គាត់បានមកសម្របសម្រួលចងក្រងជាសហគមន៍ធ្វើឲ្យកសិករគាត់លក់បានស្រួលបានតម្លៃស្មើគ្នាទោះបីគាត់ជួតិចក៏បានតម្លៃប៉ុណ្ណឹងអ្នកជួច្រើនក៏បានតម្លៃប៉ុណ្ណឹងមន្ទីរតែងតែសហការជាមួយខាងសមាគមនិងជំរុញឲ្យមានជាការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដោយខាងមន្ទីរនិងសមាគមបានសម្របសម្រួលពួកគាត់ឲ្យគាត់ចាប់ដៃគូជាមួយខាងឈ្មួញប្រម៉ូទិញនិងក្រុមហ៊ុនប្រម៉ូទិញក្នុងស្រុកដែលគាត់គិតថាស័ក្តិសមសម្រាប់គាត់ក្នុងការចាប់ដៃគូអាជីវកម្មជាមួយគ្នារហូតមកដល់ពេលនេះយើងបានសម្របសម្រួលសហគមន៍និងក្រុមផលិតកៅស៊ូបានចំនួន5កិច្ចសន្យាសម្រាប់ឆ្នាំ2025ណាក្នុងនោះផងដែរក៏មានការចូលរួមពីអគ្គនាយកដ្ឋានស៊ូដែរតែយើងបង្កើតជាវគ្គបណ្ដុះបណ្ដាលទៅលើបច្ចេកទេសផលិតកម្មកៅស៊ូយើងបានបង្រៀនពួកគាត់ពីបច្ចេកទេសនៃការប្រើប្រាស់ធ្វើម៉េចឲ្យមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់និងទទួលបានគុណភាពជ័រកៅស៊ូឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្ដែងក្រោយពីចុះកិច្ចសន្យារវាងសហគមន៍និងក្រុមហ៊ុនមកគឺខាងក្រុមហ៊ុនមានភាពងាយស្រួលដែលគាត់អាចប្រមូលបានប្រជាកសិករនិងសមាជិកផ្សេងៗយកមកលក់ជ័របានច្រើនជាងដែលមិនទាន់ធ្វើកិច្ចសន្យាចំពោះជ័រដែលប្រមូលទិញពីសហគមន៍ខាងក្រុមហ៊ុនយើងខ្ញុំនឹងអាចនាំចេញទៅប៉ែកអឺរ៉ុបនិងផ្គត់ផ្គង់រោងចក្រដែលមាននៅក្នុងស្រុកស្រាប់ដូចជារោងចក្រផលិតកង់ឡាននៅក្នុងស្រុកខ្មែរយើងការងារ
ដែលយើងធ្វើនៅក្នុងគម្រោង Fair for All ឆ្លងតាមការទៅជែកភាសាជាមួយនឹងខាងអគ្គនាយកដ្ឋានកស៊ូយើងមើលឃើញថានៅខាងស្រុកអូយ៉ាដាវគឺយើងជួយគ្រប់គ្រងច្រើនពាក់ព័ន្ធជាមួយនឹងការពង្រឹងសមត្ថភាពផលសហគមន៍មូលដ្ឋានដែលគាត់មានអនុវត្តនៅការដាំដុះកស៊ូច្រើនប៉ុន្តែនៅក្នុងហ្នឹងគឺគាត់មានការខ្វះការអនុវត្តជាលក្ខណៈបច្ចេកទេសបានន័យថាគាត់ធ្វើតាមបែបប្រពៃណីច្រើនថ្មីហ្នឹងយើងបានអញ្ជើញពួកគាត់ទៅចូលរួមដំណើរទស្សនកិច្ចសិក្សានៅវៀតណាមដើម្បីរៀនសូត្រពាក់ព័ន្ធជាមួយនឹងការអនុវត្តស្តង់ដារតាមបែប EUDR គឺក្រៅពីការពង្រឹងសមត្ថភាពការអនុវត្តការជាជួរអីផ្សេងគឺក្នុងហ្នឹងក៏យើងគិតគូរក៏ដូចជាលើកកម្ពស់ទៅដល់ជីវភាពគ្រួសារគាត់ដែរថាតើការអនុវត្តរបស់គេហ្នឹងក្រៅពីការដាំកស៊ូហ្នឹងមានមុខរបរឬមួយក៏ការអនុវត្តបែបណាផ្សេងទៀតដើម្បីជួយពង្រឹងសមត្ថភាពរបស់ពួកគាត់តាមការអនុវត្តសកម្មភាពរយៈពេល5ឆ្នាំនៃគម្រោងកន្លងមកនេះផ្លែផ្កាមួយសំខាន់ទៀតគឺជាការផ្លាស់ប្ដូរអរិយាប័ត្ររបស់សហគមន៍ដោយសារតែយោងតាមវគ្គបណ្ដុះបណ្ដាលដែលយើងផ្ដល់ជូនគាត់តាំងពីបច្ចេកទេសក្នុងការប្រើប្រាស់អាស៊ីតហ្វូមិកការអនុវត្តសកម្មភាពការជាជួរកស៊ូឲ្យត្រូវតាមស្តង់ដារនិរន្តរភាពហ្នឹងក៏ដូចជាការទិញលក់រួមមានចំនួន5គ្រួសារដែលគាត់ចាប់ផ្ដើមទិញលក់រួមជាមួយនឹងខាងក្រុមហ៊ុនបើមែនដែលយើងមើលឃើញថាជាចំណុចចាប់ផ្ដើមមួយដែលល្អដែលពីមុនហ្នឹងគឺគាត់លក់រៀងខ្លួនប៉ុន្តែទោះបីជាចំនួន5គ្រួសារនេះតិចក្តីប៉ុន្តែវាជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរអរិយាប័ត្រផលសហគមន៍បច្ចុប្បន្នរោងចក្រយើងខ្ញុំនេះត្រូវការជ័រកស៊ូស្អុយដើម្បីក្នុងការកែច្នៃក្នុងមួយថ្ងៃចន្លោះពី90ទៅ100តោនប៉ុន្តែជាក់ស្ដែងនេះយើងទទួលទិញពីវិជាកសិករពីសហគមន៍អូយ៉ាដាវនេះក្នុងមួយខែប្រមាណជា10តោនជ័រស្អុយទេក្នុងមួយបប្រតិបត្តិការហ្នឹងគាត់លក់ចន្លោះ800គីឡូទៅ1តោនជាងទេបើចិត្តជាបរិមាណមួយតិចតានេះហើយតែការដកតម្លៃទិញទៅឲ្យខាងពួកគាត់នៅមានកម្រិតនៅឡើយបើសិនបើគាត់ប្រមូលផ្ដុំគ្នាលក់ចាប់ពី10តោនឡើងទៅលើគាត់នឹងទទួលបានតម្លៃទិញប្រសើរជាងព្រោះដោយសារតែខាងក្រុមហ៊ុនអាចសន្សំសំចៃច្រើនទៅលើថ្លៃដឹកជញ្ជូនហើយនិងកម្លាំងហើយពេលវេលាយើងជឿជាក់ថាក្រុមហ៊ុនផ្ដល់ភាពចំណេញប្រសើរជាងសហគមន៍លក់ឲ្យទៅខាងឈ្មួញកណ្ដាលឬក៏អន្តរការដែរការពិតទៅដោយសារតែមានការតភ្ជាប់ពីអង្គការ NGO Forum ជាមួយនឹងអគ្គនាយកដ្ឋានកស៊ូទើបក្រុមហ៊ុនជាមួយនឹងសហគមន៍មានការទិញលក់គ្នាដល់សប្តាហ៍ថ្ងៃនេះខ្ញុំលក់តើមែនខ្ញុំអត់មានចំណេញអីទេខ្ញុំចំណេញតែអនាគតដូចខ្ញុំថាមិញហ្នឹងអនាគតទៅឈ្មោះកណ្ដាលទិញតើមែននៅទៅទិញខ្ញុំចំណេញតែមួយហ្នឹងទេទោះបីថ្ងៃហ្នឹងថើក៏ដោយខុសត្រូវគ្នាតិចតួចក៏ដោយខ្ញុំនៅតែលក់នៅស្វាយរៀងមានក្រុមហ៊ុនធ្វើកង់ឡាដល់ក្រុងបាវិតអង្គទៀតនឹងតែមករោងចក្រគេធ្វើស្រោមដែរយើងទៅជួក្រុមហ៊ុនហ្នឹងគេថាគេមិនអត់ទិញទេរឿងជួណាធ្វើម៉េចឲ្យយើងធ្វើទៅតាមស្តង់ដាររបស់គេជ័រពាក់កណ្ដាលសម្រាប់តែក្រុមហ៊ុនកែច្នៃរួចនេះត្រូវតាមស្តង់ដារអន្តរជាតិហើយចំពោះស្តង់ដារនៅក្នុងប្រទេសយើងជាស្តង់ដារ CSR 10បាទអញ្ចឹងដើម្បីផលិតនិងកែច្នៃឲ្យជ័រនឹងចូលទៅតាមស្តង់ដារបានគឺយើងត្រូវតែប្រើប្រាស់វត្ថុធាតុដើមដែលត្រឹមត្រូវអញ្ចឹងខាងសហគមន៍គាត់ក៏បានអនុវត្តភ្ជាប់ជួនល្អមកដល់សប្តាហ៍ថ្ងៃនេះគឺយើងពុំមានការជួបប្រឈមនឹងបញ្ហាក្នុងជ័រមានថ្មមានដីឬក៏គាត់ប្រើប្រាស់អាស៊ីតអំបិលវិញទេបាទខ្ញុំជឿជាក់ថាថ្ងៃមុខទៅកិច្ចសហប្រតិបត្តិការឬក៏ការទិញលក់ដូរគ្នាជាមួយសហគមន៍ហ្នឹងគឺមានការល្អប្រសើរបាទប្រសិនបើខាងសហគមន៍គាត់មានការគ្រប់គ្រងមួយដ៏ល្អត្រឹមត្រូវចំណុចដែលយើងគួរគិតគូរគឺទី1យើងគិតគូរពីការទីតាំងដែលមានភាពសមស្របសម្រាប់ឲ្យពួកគាត់ដាក់លក់ហើយទី2នាងខ្ញុំគិតថាគួរតែមានជាកុងត្រាសម្រាប់ក្រុមហ៊ុនដើម្បីធានានៅការទិញលក់ក៏ដូចជាស្ថិរភាពនៃតម្លៃប្រវត្តិរបស់សហគមន៍ព្រៃឈើនេះមូលហេតុដែលយើងចាប់ផ្ដើមក្នុងការបង្កើតសហគមន៍ព្រៃឈើនេះឡើងដំបូងឡើយគឺជាការរៀបចំក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋក្នុងការបង្កើតចងក្រងសហគមន៍ព្រៃឈើរបស់គាត់នឹងជាតំបន់ដែលគាត់រស់នៅជាតំបន់ដែលគាត់ធ្លាប់អាស្រ័យផលនឹងបាននៅគង់វង្សបាននៅថិតថេរសម្រាប់តកូនតចៅរបស់គាត់
ក្រោយពីទទួលបានសិទ្ធិក្នុងការដាំដំណាំកស៊ូរបស់គាត់គឺនៅជុំវិញព្រៃហ្នឹងត្រូវដាំកស៊ូរបស់ខាងក្រុមហ៊ុនក្រុងបូកអញ្ចឹងមាននៅតែតំបន់កដាលមួយដែលមានទំហំប្រមាណជាង 3000 ហិកតាហ្នឹងគាត់អាចដាំដំណាំកសិឧស្សាហកម្មរបស់គាត់ជាកស៊ូបានទេខាងអង្គការជីវិតធម្មជាតិនៅកម្ពុជាក៏ចុះទៅពិនិត្យទីតាំងតំបន់ហ្នឹងជាក់ស្ដែងហើយយើងមើលឃើញពីសក្តានុពលនៅក្នុងព្រៃសហគមន៍ច្រើនក៏បានសហការជាមួយនឹងខាងរដ្ឋបាលព្រៃឈើព្រមព្រៀងគ្នាជាមួយនឹងខាងក្រុមហ៊ុនក៏ចាប់ផ្ដើមរៀបចំបង្កើតទៅជាសហគមន៍ព្រៃឈើក្នុងគុនតង់នេះតែម្ដង Công ty cũng được sự chỉ đạo của lãnh đạo tập đoàn công nghiệp cao su Việt Nam cùng với đó បាទដោយសារក្រុមហ៊ុនក៏បានទទួលការចង្អុលបង្ហាញពីសម្ព័ន្ធសហកម្មកស៊ូវៀតណាមដើម្បីយើងបង្កើតជួយគ្រប់គ្រងនៃប្រទេសសហគមន៍យើងដើម្បីកើតជារូបរាងមួយនេះគឺជាការចូលរួមចំណែកមួយរបស់ក្រុមហ៊ុនដែលយើងទៅអភិវឌ្ឍនៅទីតាំងណាគឺយើងត្រូវតែរក្សាគម្រោងដើមឬក៏ថារក្សានៅបរិស្ថានល្អនៅជុំវិញគម្រោងយើងដើម្បីយើងទទួលបានការគ្រប់គ្រងពីសហគមន៍យើងនឹងអភិវឌ្ឍនៅក្នុងផែនការសកម្មភាពរបស់ក្រុមហ៊ុនយើងប្រកបដោយជានិរន្តរភាពថាដោយសារព្រៃហ្នឹងវាស្ថិតនៅក្បែរគម្រោងក្នុងអនុវត្តពេលនោះយើងមានការកាប់ត្រៀនព្រៃឈើពីប្រជាជនដែលយើងអត់មានសមត្ថភាពថាទៅហាមគាត់ពួកគាត់កាប់បំផ្លាញឬក៏គាត់ទៅត្រៀនព្រៃបានទេក្រោយពីយើងធ្វើការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលហើយជាពិសេសមានខាង Oxfam គឺគាត់បានផ្ដល់ទស្សនវិស័យឲ្យក្រុមហ៊ុនជាច្រើនដែលក្រុមហ៊ុនយើងមុនមកយើងបានដឹងតែប៉ុន្តែយើងធ្វើមិនបានចំកន្លែងហើយពិសេសខាង Oxfam ក៏បានជួយតម្រង់ទិសដើម្បីអភិវឌ្ឍវិស័យកស៊ូឲ្យមាននិរន្តរភាពក៏ខាង Oxfam បានជួយផ្នែកចែកទេសនេះឲ្យក្រុមហ៊ុនដើម្បីក្រុមហ៊ុនដាក់ជាទស្សនវិស័យសម្រាប់អនុវត្តជាពិសេសមួយទៀតនោះគឺការជុំពិគ្រោះយោបល់នេះយើងបានធ្វើទៅតាមភូមិនៅជុំវិញគម្រោងរបស់យើងឲ្យសហគមន៍របស់នោះគាត់ចូលអំពីផែនការវិនិយោគរបស់ក្រុមហ៊ុនគាត់មានការជឿជាក់មកលើក្រុមហ៊ុនដែលអនុវត្តនៅលើភូមិសាស្ត្រទឹកដីរបស់គាត់មួយវិញទៀតបច្ចុប្បន្ននេះយើងបានទទួលការគ្រប់គ្រងច្រើនមែនទែននៅជាជនជុំវិញគម្រោងជិត 50% ដែលគាត់ចូលមកធ្វើការឲ្យក្រុមហ៊ុននាពេលបច្ចុប្បន្ន Đến 50% là người lao động tại chỗ các vốn chung quanh nào vào làm việc và gắn kết lâu dài công ty ពេលនេះយើងអត់ទាន់បានចុះបញ្ជីអីត្រឹមត្រូវទេវាអត់ទាន់បានជោគជ័យទេអញ្ចឹងណាយើងនៅតែត្រូវការចុះបញ្ជីសហគមន៍បានពេញលេញបាទមានការទទួលស្គាល់ពីក្រសួងអីត្រឹមត្រូវគឺថាបើសិនជាអត់មានការគ្រប់គ្រងពីដៃគូទេអញ្ចឹងដំណើរការវាអត់ល្អទេ ទោះបីជាយើងមានភាពយឺតយ៉ាវក៏ដោយប៉ុន្តែយើងនៅតែអាចដំណើរការរហូតដល់ឥឡូវនេះដីព្រៃសហគមន៍តំបន់ការពារធម្មជាតិភ្នំទន្ទឹងនេះបានទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានរដ្ឋបាលព្រៃឈើពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទហើយនិងអភិបាលខេត្តរតនគិរីផ្ទាល់តែម្ដងការចូលរួមចំណែករបស់ក្រុមហ៊ុនចំការកស៊ូក្រុងបុកនៅក្នុងការរៀបចំសហគមន៍ព្រៃឈើភ្នំទន្ទឹងហ្នឹងវាក៏ជារឿងមួយដែលបង្ហាញអំពីការចូលរួមរបស់ក្រុមហ៊ុនវិស័យឯកជនដែលបានចូលរួមនៅក្នុងវិស័យការងារអភិរក្សជាពិសេសគាត់បង្ហាញអំពីភាពទទួលខុសត្រូវរបស់គាត់ទៅលើបរិស្ថានដែលជាតំបន់ដែលគាត់កំពុងតែវិនិយោគទៅលើចំការកស៊ូរបស់គាត់មួយទៀតខ្ញុំគិតថាសហគមន៍ព្រៃឈើនេះវាមានភាពយូរអង្វែងទៅមុខទៀតប្រសិនបើក្រុមហ៊ុននៅតែបន្តការគ្រប់គ្រងទៅដល់សហគមន៍ហើយទៅដល់ការអភិរក្សធនធានធម្មជាតិនឹងពីព្រោះអីការវិនិយោគរបស់គាត់គឺត្រូវធ្វើម៉េចឲ្យមានការចូលរួមចំណែកក្នុងការងារបរិស្ថានហ្នឹងដើម្បីឲ្យគាត់មានអាជ្ញាប័ណ្ណក្នុងការនាំទំនិញរបស់គាត់ទៅដល់ប្រទេសក្រៅឬក៏ខាងប៉ែកអឺរ៉ុបបាទ នៅក្នុងគម្រោង Fair for All TCC យើងបាន play role សំខាន់មួយនៅក្នុងកិច្ចការងារតស៊ូមតិនៅកម្រិតថ្នាក់ជាតិដើម្បីការពារនៅសិទ្ធិរបស់កម្មករនៅក្នុងវិស័យការជែកនិងកស៊ូយើងបានផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពរបស់ពួកគាត់ទៅលើសិទ្ធិការងារដែលពួកគាត់ត្រូវតែយល់អំពីសិទ្ធិទាំងអស់នោះដើម្បីគាត់ធ្វើការទាមទារនោះគឺស្របទៅនឹងច្បាប់ចំណុចទី2គឺវគ្គបណ្ដុះបណ្ដាលតាក់ទងជាមួយនឹងជំនាញក្នុងការតស៊ូមតិហើយជំនាញនោះគឺពង្រឹងស្មារតីនិងពង្រឹងភាពក្លាហានរបស់គាត់ក្នុងការទៅជជែកចរចាជាមួយនឹងភាគីខាងក្រុមហ៊ុនដើម្បីប្រកាសថាការចរចារបស់គាត់គឺមានភាពស្មើគ្នាដើម្បីស្វែងរកដំណោះស្រាយរបស់ពួកគាត់ហើយសកម្មភាពសំខាន់មួយទៀតគឺកិច្ចសន្ទនាពហុភាគី
ពហុភាគីយើងចង់សម្ដៅទៅលើទាំងតំណាងរដ្ឋាភិបាលខាងវិស័យឯកជនក្រុមហ៊ុនអង្គការសង្គមស៊ីវិលជាមួយនឹងខាងកម្មករនិយោជិតនោះគឺជាយុទ្ធសាស្ត្រមួយដែលទទួលបាននូវលទ្ធផលល្អព្រោះអីរឿងដែលកើតឡើងគឺកើតឡើងនៅកន្លែងក្រុមហ៊ុននៅឆ្ការអញ្ចឹងហើយបានយើងគិតថាបើសិនជាឲ្យពួកគាត់មកជួបគ្នាហើយជជែកគ្នាវិញជាជាងឲ្យគាត់ចេះទឹកដាក់គ្នាតាំងពីការចាប់ផ្ដើមដំបូងនៃគម្រោងគឺយើងបានធ្វើរហូតដល់4 ដងហើយយើងធ្វើជារៀងរាល់ឆ្នាំដើម2024ជាកិច្ចសន្ទនាលើកទី2អញ្ចឹងយើងឃើញថាមាន3ក្រុមហ៊ុននៅក្នុងចំណោម6ក្រុមហ៊ុនបានផ្ដល់តាមការទាមទាររបស់ខាងកម្មករបើទោះជាការផ្ដល់នោះវាមិនបានផ្ដល់ទាំងគ្រប់9ចំណុចនៃការទាមទាររបស់កម្មករក៏ដោយវាជាគំរូភាពមួយល្អទៅដល់ក្រុមហ៊ុន3ផ្សេងទៀតអញ្ចឹងយើងបន្តធ្វើជារៀងរាល់ឆ្នាំហើយមកដល់ឆ្នាំ2025ដែលជាចុងនៃគម្រោងយើងឃើញថាក្រុមហ៊ុនទាំង6តែម្ដងគឺគាត់បានអនុវត្តទៅតាមការទាមទាររបស់កម្មករអញ្ចឹងសរុបមកមានន័យថាការដែលក្រុមហ៊ុនអនុវត្តទៅតាមច្បាប់គឺផ្ដល់ប្រយោជន៍ទៅគ្រប់ភាគីអត់មានភាគីណាមួយខាតទេបាទមានតែចំណេញចង់បង្ហាញទៅដល់ក្រុមហ៊ុនផ្សេងទៀតថាកិច្ចសន្ទនាពហុភាគីនេះមិនមែនជាវេទិកាសម្រាប់ដាក់បន្ទុកទៅក្រុមហ៊ុនទេឃើញក្រុមហ៊ុនទាំង6ទៀតគាត់ចូលមកហើយគាត់អត់មានបញ្ហាទេហើយគាត់កាន់តែល្អទៅហើយទទួលបានការស្វាគមន៍ទាំងពីសំណាក់ក្រសួងតំណាងរដ្ឋាភិបាលមានការស្វាគមន៍ពីអង្គការសង្គមស៊ីវិលក៏ដូចជាកម្មកររបស់ពួកគាត់នោះគឺសុទ្ធតែសប្បាយចិត្តក្នុងការធ្វើការតែវាពាក់ព័ន្ធជាមួយនឹងឆន្ទៈផងដែរខ្ញុំគិតថាវិស័យផ្សេងគួរតែអាចយកជាគំរូដែរសម្រាប់គម្រោងរបស់ Fair for All មួយនេះបាទក្រុមហ៊ុនបានផ្ដល់ផលប្រយោជន៍ដូចជាផ្ទះហើយនឹងទឹកភ្លើងឲ្យនៅឯប៉ុន្តែអត់មានបង្គន់ឲ្យហើយស្រីធ្វើការដូចប្រុសដែរប៉ុន្តែបានប្រាក់ឈ្នួលខុសគ្នាហើយគេរើសអើងពេលកម្មករចូលទៅសិក្សាវគ្គបណ្ដុះបណ្ដាលជាមួយអង្គការដៃគូពេលដែលស្ត្រីមានផ្ទៃពោះគេសុំសម្រាប់អីចឹងគេអត់មានរបៀបថាប្រាក់លំហែមិត្តភាពឲ្យទេហើយក៏អត់មានបានបោះសសរឲ្យកម្មករដែរសិលការអនុវត្តនៅក្នុងគម្រោងមួយនេះដែរគឺការធានាឲ្យមានសមភាព gender ពួកគាត់ជាក្រុមស្ត្រីអាចមានសមត្ថភាពឬជាពង្រឹងសមត្ថភាពគ្រប់គ្រាន់នៅក្នុងការធ្វើការតស៊ូមតិនៅក្នុងវិស័យការងាររបស់ពួកគាត់មិនថាតែពួកគាត់ជាកម្មករនៅចការជែកឬក៏ចការកស៊ូមិនថាពួកគាត់ដែលជាស្ត្រីផលិតកស៊ូគ្រួសារឬក៏ជាស្ត្រីដែលជាអ្នកអភិរក្សធនធានធម្មជាតិនៅសហគមន៍ដែលមានដីព្រៃសហគមន៍អភិរក្សនៅក្បែរចំការជែកឬក៏ចការកស៊ូទេបើតាំងពីគាត់ចូលដំបូងនៅក្នុងការចូលរួមមួយពួកយើងតាមរយៈការជជែកក៏ដូចជាការសិក្សាពីស្ថានភាពជាមួយគ្នាថាគាត់នៅក្នុងស្ថានភាពបែបណាគាត់មានរឿងរ៉ាវអីខ្លះគាត់ជួបរឿងរ៉ាវអីខ្លះអីដែលជាតម្រូវការអីដែលជាបញ្ហារបស់ពួកគាត់ហ្នឹងពេលហ្នឹងពួកគាត់ភ័យគាត់ខ្លាចគាត់អត់ដឹងថាខ្លួនឯងចាប់ផ្ដើមពីតាមណាទេគាត់អត់ទាន់ដឹងថាតើគាត់ចូលរួមនៅក្នុងនាមជាគណៈកម្មការអភិរក្សធនធានហ្នឹងចូលធ្វើអីក្រុមគណៈកម្មការផលិតកស៊ូគ្រួសារហ្នឹងចូលធ្វើអីចូលរួមជាសហជីពហ្នឹងគាត់ចូលធ្វើអីហើយក្នុងនាមពួកគាត់ជាអ្នកចូលរួមហ្នឹងជាស្ត្រីម្នាក់ហ្នឹងគាត់អាចចូលរួមជួយអីខ្លះទៅកាន់សហគមន៍ឬក៏ដូចជាក្រុមដែលគាត់បានកំពុងតែចូលរួមហ្នឹងអញ្ចឹងយើងបានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលយើងបានផ្ដល់ជាវគ្គបង្វឹកបង្ហាត់ផ្ទាល់ទៅកាន់ពួកគាត់ក៏ដូចជាមានការប្រជុំធ្វើម៉េចឲ្យក្រុមរបស់ពួកគាត់10នាក់ហ្នឹងជាក្រុមមួយដែលអាចចែករំលែកជាលក្ខណៈថាពួកគាត់មានសុវត្ថិភាពនៅពេលដែលគាត់ជួបគ្នាហើយគាត់អាចចែករំលែកជាមួយគ្នាហ្នឹងអីដែលយើងធ្វើពីមួយជំហានទៅមួយជំហានហ្នឹងវាធ្វើឲ្យពួកគាត់មានទំនុកចិត្តលើខ្លួនឯងហើយគាត់ដឹងថាគាត់អាចចូលរួមបានអីខ្លះអញ្ចឹងពួកគាត់ចាប់ផ្ដើមផ្លាស់ប្ដូរការកើតក៏ដូចជាមានភាពសកម្មនៅក្នុងគណៈកម្មការរបស់គាត់រហូតដល់គណៈកម្មការក្នុងក្រុមនីមួយៗហ្នឹងបានមើលឃើញពីសមត្ថភាពរបស់ពួកគាត់អញ្ចឹងនេះគឺជាលទ្ធផលមួយដែលយើងបានមើលឃើញពីសមត្ថភាពក៏ដូចជាការផ្លាស់ប្រែរបស់ពួកគាត់ជាបញ្ហាក្រុមរបស់ខ្ញុំបើនិយាយពីស្ត្រីគឺគាត់ចូលរួមតិចគាត់គិតថាខ្លួនគាត់រៀនបានតិចគាត់អត់ចេះការពីដំបូងឡើយខ្ញុំអត់ដែរចេះនិយាយសម្របសម្រួលឬក៏តវ៉ាអីជាមួយអ្នកណាគឺខ្ញុំអត់ដែរទេប៉ុន្តែដល់ពេលខ្ញុំចូលនៅក្នុងសហគមន៍នេះគឺខ្ញុំបានទៅចូលរៀនវគ្គ gender ហ្នឹងឥឡូវគឺខ្ញុំអាចនិយាយសម្របសម្រួលជាមួយដូចឧទាហរណ៍តែជាមួយក្រុមហ៊ុនបែបម៉េចអីឬក៏តម្លៃអីវាខុសបែបម៉េចគឺខ្ញុំអាចចរចាជាមួយគាត់គឺខ្ញុំបានដើរទៅស្គាល់ច្រើន
នៅពេលដែលពួកខ្ញុំបានស្ដាប់រឿងរ៉ាវរបស់ពួកគាត់អីផ្សេងហើយនៅក្នុងដំណើរការនឹងដែរគឺយើងបានចងក្រងចេញជាសភៅមួយដែលមានឈ្មោះថាសភៅទឹកភ្នែកពណ៌សគឺជាសភៅមួយដែលបានចងក្រងចេញពីក្រុមស្ត្រីចំនួន12នាក់ហើយវាជាសាច់រឿងពិតរបស់ក្រុមស្ត្រីហ្មងដែលដកស្រង់ចេញពីការរស់នៅបទពិសោធន៍ការងារដែលគាត់ធ្វើការនៅក្នុងនាមជាស្ត្រីដែលធ្វើការពេលយប់នៅក្នុងចការកស៊ូក្នុងនាមជាអ្នកផលិតកស៊ូគ្រួសារជាមួយនឹងក្រុមស្ត្រីដែលគាត់ធ្វើការនៅចការជែកហើយនឹងចការកស៊ូថាបទពិសោធន៍ការងាររបស់គាត់វាមានផលលំបាកអីខ្លះរឿងរ៉ាវអីខ្លះដែលធ្វើឲ្យពួកគាត់មានការឈឺចាប់ហើយនឹកឃើញចំណងជើងសភៅមួយហ្នឹងហើយនឹងក្រុមស្ត្រីដែលគាត់ធ្វើការនៅក្រុងអភិរក្សធនធានថាវាមានរឿងរ៉ាវអីខ្លះវាទទួលបានការរើសអើងអីខ្លះក៏មានរំលេចនៅក្នុងសភៅមួយហ្នឹងដែរអញ្ចឹងតាមរយៈសភៅមួយហ្នឹងហើយក្រុមស្ត្រីហ្នឹងគាត់បានសហការមួយសិលការនៅក្នុងការរៀបចំធ្វើឲ្យមានការតាំងពិព័រណ៍ទៅលើសម្ភារៈជាជួរគាត់ធ្វើការនៅក្នុងក្រុមហ៊ុនចការជែកហ្នឹងគាត់ប្រើឧបករណ៍អីអញ្ចឹងឧបករណ៍ហ្នឹងវាគ្រប់គ្រាន់នៅសម្រាប់សុវត្ថិភាពការងាររបស់ពួកគាត់អញ្ចឹងវានៅខ្វះអីខ្លះអញ្ចឹងបង្ហាញឲ្យគាត់ឃើញថាគាត់លើសពីអីដែលបានឃើញនៅក្នុងសភៅហ្នឹងចង់ឲ្យអ្នកដែលទៅមើលហ្នឹងឃើញរូបភាពជាក់ស្ដែងដែលពួកគាត់បានបង្ហាញទៅលើសម្ភារៈហ្នឹងដែរយើងបានរៀបចំឲ្យមានអាហ្នឹងនៅក្នុងការធ្វើឲ្យសម្លេងរបស់ពួកគាត់បានឮទៅដល់អ្នកពាក់ព័ន្ធហើយពួកគាត់ជាអ្នកធ្វើការបង្ហាញផ្ទាល់តែម្ដងទៅកាន់អ្នកពាក់ព័ន្ធដែលមានតំណាងមកពីក្រសួងស្ថាប័នផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងវិស័យការងាររបស់ពួកគាត់ដែរតែយើងអត់សូវដឹងអត់សូវអីគេគិតសង្កត់ហើយណាមួយគាត់រៀនបានតិចរៀនបានអីអញ្ចឹងវាអត់សូវមានទឹកតវ៉ាគាត់ជាកសិករជាអីអញ្ចឹងគាត់មានអីធ្វើគឺគាត់ទ្រាំហើយចាគាត់នៅទ្រាំធ្វើការងារហ្នឹងបើមិនធ្វើទេជីវភាពគាត់នឹងលំបាកដូចថាគេយកប្រវត្តិរបស់គាត់ទៅចងក្រងជាសភៅជាអីអញ្ចឹងគាត់ក៏មានមោទនភាពដែរដូចថាមានគេយកចិត្តទុកដាក់ធ្វើឲ្យសម្លេងរបស់ពួកគាត់មានន័យថាដូចជាមានធម៌ពលជំហានបន្តទៀតនៅក្នុងនឹងដែរគឺយើងមានរបាយការណ៍នៅក្នុងការសិក្សាស្រាវជ្រាវមួយដែលយើងបានរៀបចំហើយក្នុងគម្រោង Fair for All ដែរដែលមានឈ្មោះថា Beyond Volunteer ដែលនៅក្នុងការសិក្សាស្រាវជ្រាវយើងមើលពាក់ព័ន្ធជាមួយនឹងការងារអត់មានកម្រៃដែលស្ត្រីបានធ្វើនៅក្នុងវិស័យចំការកស៊ូរបស់ពួកគាត់នឹងថាតើវាមានរឿងរ៉ាវខ្លះអីខ្លះកើតឡើងពាក់ព័ន្ធមួយការសម្រេចចិត្តការបែងចែកទូនាទីការងារផ្ទះក៏ដូចជាការងាររកប្រាក់ចំណូលតើវាមានការបែងចែករបៀបម៉េចហើយវាមានរឿងរ៉ាវអីខ្លះកើតឡើងនៅក្នុងនឹងយោងតាមការអនុវត្តសកម្មភាពរយៈពេល5ឆ្នាំនេះគឺបើសិនជាយើងវាតម្លៃពីការចូលរួមក៏ដូចជាការអនុវត្តរបស់សហគមន៍បើមើលពីការផ្លាស់ប្ដូរអរិយាប័ត្រគឺយើងមើលឃើញថាមានភាពជោគជ័យច្រើនប៉ុន្តែទន្ទឹមនឹងហ្នឹងគឺយើងគួរតែគិតគូរបន្ថែមពាក់ព័ន្ធជាមួយនឹងការកសាងក៏ដូចជាការចូលរួមនៅការអនុវត្តសកម្មភាពរបស់សហគមន៍បន្ថែមទៀតដែរពេលដែលមានអង្គការច្រើនដែលគាត់អនុវត្តនៅក្នុងទៅវាមានរសជាតិប្លែកហើយយើងអាចរៀនពីគ្នាណាយើងអាចរៀនសូត្រពីគ្នាហើយអាចរៀនពីខាងនេះហើយយកទៅ apply នៅតំបន់នោះអញ្ចឹងយើងអាចរៀនសូត្រពីគ្នាច្រើនមែនតើហើយយើងអរគុណមែនតើដល់ Oxfam ដែលបានផ្ដល់ឱកាសឲ្យអង្គការក្រៅរដ្ឋាភិបាលរៀនធ្វើការរួមគ្នាទៅលើគោលដៅឬក៏យើងហៅថា vision តែមួយនៅក្នុង project Fair for All ហ្នឹងគម្រោង Fair for All គឺជ្រុងមួយនៃគម្រោងហ្នឹងគឺស្របជាមួយនឹងផែនការយុទ្ធសាស្ត្រក៏ដូចជាចក្ខុវិស័យរបស់អគ្គនាយកដ្ឋានក្រសួងអញ្ចឹងហើយសកម្មភាពដែលយើងធ្វើហ្នឹងវាបំពេញបន្ថែមឲ្យគ្នាទោះជាគម្រោងបញ្ចប់មែនប៉ុន្តែសកម្មភាពរបស់យើងអត់បញ្ចប់ទេជាមួយនឹងសហគមន៍ក្រសួងគ្រួសារក៏ដូចជាកសិករក្រសួងគ្រួសារហ្នឹងគឺយើងនៅតែធ្វើសកម្មភាពហ្នឹងពីចំណែកនៃអគ្គនាយកដ្ឋានក្រសួងយើងនៅតែគ្រប់គ្រងបច្ចេកទេសហើយបើអាចគ្រប់គ្រងជាធនធានទៀតយើងនឹងព្យាយាមអាចធ្វើម៉េចអាច support គ្រប់គ្រងសហគមន៍ឲ្យឈានទៅសម្រេចបាននៅក្តីស្រមៃរបស់គាត់គ្រប់តួអង្គនៅក្នុងខ្សែចង្វាក់តម្លៃកស៊ូហ្នឹងធានាបានថាទោះជាគម្រោងចប់ប៉ុន្តែយើងនៅតែអាចធ្វើកិច្ចការងាររួមជាមួយគ្នាដើម្បីធ្វើឲ្យល្អប្រសើរនៅក្នុងខ្សែចង្វាក់តម្លៃកស៊ូនេះបាទ